ម្ដេចក៏ប្តីរូបនេះមានចិត្តសាហាវម្លេះរៀបចំគម្រោងសម្រាប់ប្រពន្ធដើម្បីប្លន់យកទ្រព្យសម្បត្តិតែចុងក្រោយត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះបញ្ចូលជង្គង់ករណីអំពើឃាតកម្មបង្កឡើងដោយបរិយាប្តីបានរៀបចំគម្រោងសម្រាប់ប្រពន្ធដើម្បីប្លន់យកទ្រព្យសម្បត្តិនៅស្រុកបាកានត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់នៅថ្ងៃទី20ខែឧសភាឆ្នាំ2025នេះនគរបាលបានឲ្យដឹងថាកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវនិងចាប់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះសសនភេទប្រុសអាយុ67ឆ្នាំរស់នៅក្នុងភូមិប្រាសាទឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់ពាក់ព័ន្ធករណីឃាតកម្មសម្រាប់ប្រពន្ធខ្លួនឯងដោយអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍តូសថេងស្នងការនគរបាលខេត្តពោធិ៍សាត់និងមានការសម្របសម្រួលនីតិវិធីដោយលោកកុយកញ្ញាព្រះរាជអាជ្ញាអមសាលាដំបងខេត្តពោធិ៍សាត់នៅវេលាម៉ោង8ព្រឹកថ្ងៃទី19ខែឧសភាឆ្នាំ2025កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកានបានបង្ក្រាបករណីឃាតកម្មគិតទុកជាមុនមួយករណីដោយឃាត់ខ្លួនជនសង្ស័យចំនួន1នាក់បានធ្វើសកម្មភាពសម្លាប់ប្រពន្ធរបស់ខ្លួនឯងកាលពីថ្ងៃទី16ខែឧសភាឆ្នាំ2025នៅចំណុចស្រះទឹកទួលប្រណាំងសេះស្ថិតនៅក្នុងភូមិកំពង់ក្តីឃុំរំលេចស្រុកបាកានខេត្តពោធិ៍សាត់ក្រោយការឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមានខ្សែលោហៈធាតុពណ៌លឿងចំនួន6ខ្សែខ្សែដៃលោហៈធាតុពណ៌លឿងចំនួន4ខ្សែបន្តោងខ្សែកលោហៈធាតុពណ៌លឿងចំនួន8បន្តោងចិញ្ចៀនលោហៈធាតុពណ៌លឿងចំនួន4វងក្រវិលលោហៈធាតុពណ៌លឿងចំនួន4គូទម្ងន់លោហៈធាតុពណ៌លឿងសរុបមានចំនួន323.50 ក្រាមថ្លឹងចិញ្ចៀនសម្រាប់ថ្លឹងគ្រឿងញៀនលុយដុល្លារចំនួន$1,800លុយខ្មែរចំនួន$1,462,600រៀលទូរស័ព្ទដៃចំនួន2គ្រឿងកាបូបដៃចំនួន1មានកាតធនាគារ ABA ចំនួន1សន្លឹកបានបើកបរចំនួន2សន្លឹកកាតគ្រីម៉ូតូចំនួន1សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន1សន្លឹកកាតវ៉ាក់សាំងកូវីដចំនួន1សន្លឹកនិងម៉ូតូ1គ្រឿងម៉ាក Honda C125 ស៊េរីឆ្នាំ2018ពណ៌ខ្មៅពាក់ផ្លាកលេខពោធិ៍សាត់ 1I4125 ឡើងស៊េរីឆ្នាំ2022បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបន្តនីតិវិធីខ្ញុំបាទនិនសុភ័ក្រពីកម្មវិធី MSJ TV News